បាទសួស្តីអ្នកដែលស្ដាប់វីដេអូនេះទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Tibor Anime ក៏ដូចជានៅក្នុងការសម្រាយសាច់រឿងចាប់ជាតិខ្លាយទៅជា Slime ភាគទី48ដែលជាភាគបន្តរបស់យើងចឹងកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅទស្សនាសាច់រឿងសង្ខេបជាមួយនឹង admin ទាំងអស់គ្នាតែម្ដងទៅこの私を散々コケにした者どもよ必ず報いを受けさせてやるក្រោមសម្ដីដ៏គូខើរបស់ Greyman តែមកឡាត់គ្រប់គ្នានឹងមានអ្នកជឿថារីមរុក៏អាចជួយឈ្នះហើយក៏មានអ្នកខ្លះគេក៏អត់ខ្វល់ដែរក៏ប៉ុន្តែសម្រាប់រីមរុគឺគាត់អត់មានខ្លាចអីនោះទេហើយទាំងដឹងថាគេម្នាក់នេះគឺកំពុងតែសម្ដែងហើយគេគឺមានការព្រួយបារម្ភក៏ដូចជាភ័យខ្លាចរួចទៅហើយក៏ប៉ុន្តែគេគ្រាន់តែសម្ដែងមើលទៅលក្ខណៈថាសមណាតែរីមរុគាត់អត់ចាប់អារម្មណ៍នោះទេគាត់ក៏បានសួរលក្ខណៈបែបសម្លឹកទៅកាន់ Greyman អំពីអ្នកដែលបានប្រកបខ្សែនោះឲ្យមកកាន់ពួកគេហើយ Greyman គេធុញខ្លាំងមែនទែនចំពោះសំដួលទាំងអស់នេះគេក៏បានបើកថាមពលរបស់គេបំរុងនឹងវិបហាតការីមរុក្នុងចិត្តរបស់គេបានគិតរួចទៅហើយថាបើសិនណាជារីមរុទប់នៅក្នុងការទប់ទល់មួយនេះនោះគេប្រកាសជានឹងឆ្លៀតឱកាសក្នុងការរត់គេជាមិនខាននោះឡើយតែរីមរុគាត់បានដឹងរួចទៅហើយក៏បានប្រើនៅ skill មួយដែលវានឹងក៏អាចលឹបត្របាក់យកអ្វីៗទាំងអស់លេបយកអាដុំថាមពលទាំងអស់ហ្នឹងបាត់ទៅ Greyman បានត្រឹមតែទឹក slot ខណៈពេលដែលរីមរុគាត់បានប្រាប់ទៅកាន់ Greyman ថាឯងកំពុងតែភ័យហើយផ្ទាត់ដៃមួយបាទរីក៏បានលេចចេញមកអាបែគេគឹមសុនគេបានដឹងហើយថាអាបែមួយនេះគឺបានលួច skill យើងទេតើចំណែកឯ Greyman ដែលនៅខាងក្នុង barrier នឹងក្នុងចិត្តរបស់គេគឺរៀងសង្ស័យបន្តិចបាយឆ្វេងបាយស្នាមខណៈពេលដែលរីមរុគេបាននិយាយថាបើសិនជាការមែននោះយើងនឹងស្វាគមន៍ឯងGreymanគេអស់សម្បាយខ្លាំងមែនទែនយើងទទួលស្គាល់ថាឯងគឺពិតជាមានថាអំពើខ្លាំងក៏ប៉ុន្តែឯងនៅមិនទាន់ស្គាល់អំពីវិសារភាពនៃថាអំពើរបស់ខ្ញុំនៅឡើយទេហើយគេក៏បានបញ្ចេញសាច់ស្នេហ៍របស់គេចេញមកលេចចេញនៅរូបនេះកេរីពណ៌លឿងយ៉ាងសស្អាតខ្លាំងមែនទែនគឺដូចជាថាអំពើយ៉ាងខ្លាំងក្លាដែលវានឹងគឺជា ultimate របស់គេមានឈ្មោះថា Demon Blaster បើការវាប្រហារទៅកាន់ Rim តែ Rim ឈរយ៉ាងប្រងើយស្នេហ៍ប្រចាំតករបស់គាត់បានលេបយកថាមពលទាំងអស់ហ្នឹងយ៉ាងងាយស្រួលធ្វើឲ្យខាង Greyman គឺពិតជាមានការព្យាផ្អើលពីមិននឹងអាចទៅរួចទៅស្រែកប្រកាច់ប្រកិនមិនសឹកចិត្តពីនឹងស្នៀតចុងក្រោយរបស់គេទៅហើយបែរជាត្រូវបាន Rim កំចាត់យ៉ាងងាយស្រួលបែបនេះតែទោះជាណាក៏ដោយគេអាចធ្វើឲ្យបាននោះទេចំណែក Rim ក៏បានឌឺដល់បន្ថែមទៅលើទៀតថាឯងគឺពិតជាខ្សោយជាងខ្ញុំអញ្ចឹងហើយឯងប្រាប់គ្រប់យ៉ាងតែឯងដឹងមកហើយខ្ញុំនឹងសម្លាប់ឯងដូចមានការជឿចាប់នោះទេហើយចូលទៅខណៈពេលដែលគេមិនក៏បានសើចទៀតថែមទាំងឌឺដល់ឲ្យថាបើទោះបីជាឯងសម្លាប់ខ្ញុំមួយថ្ងៃនេះក៏ដោយខ្ញុំក៏នឹងអាចរស់ឡើងវិញហើយក៏ត្រឡប់មកសម្លាប់ឯងវិញតែអ្វីហ្នឹងគឺមិនតន់ចៃចាប់នោះឡើយក៏ត្រូវបានប៉ាមួយដៃលឿនដូចជារន្ទះគេមិនគេអាចធ្វើបាននោះឡើយគឺបានត្រឹមតែស្រែកឈឺចាប់ចំណែក Edmund Lord ដែលកំពុងតែឈោមកនោះម្នាក់គឺពិតជាសមចិត្តខ្លាំងមែនទែនជាពិសេសមេរៀមនឹងមកចំណែក Rim ក៏នៅតែបន្តវាយទៅកាន់ Greyman ណាដល់គ្មានការតទល់ពី Greyman ណាបន្តិចណាឡើយប្រៀបដូចជាវាយកូនមន់អញ្ចឹងក៏បានបញ្ឈប់ហើយផ្ដល់ឱកាសឲ្យ Greyman បន្តិចដែរសួរដដែលទៀតថាតើនរណាទៅគឺជាមេរបស់ឯង Greyman គេអត់ប្រាប់ឡើយព្រោះថានេះគឺជាច្បាប់មួយនៅក្នុងក្រុម Harley Quinn ណាសុខចិត្តស្លាប់តែម្នាក់ប្រសើរជាងស្លាប់ច្រើនអ្នកការបន្លឺចម្លើយបែបនេះ Rim ក៏បានប្រាប់ទៅគេវិញថាឯងនឹងមិនអាចរស់ឡើងវិញទេ Greyman គេឆ្ងល់ខ្លាំងមែនទេណានេះ Rim ក៏បានបកស្រាយប្រាប់ឲ្យថាតែឯងមានគម្រោងក្នុងការរត់គេចខ្លួនជាមួយនឹងរាងកាយវិញ្ញាណរបស់ឯងមែនទេតាមពិតទៅកន្លែងហ្នឹងខ្ញុំសើចមើលដែរវាដូចជាមិនមែនប្រែថាជាវិញ្ញាណទេក៏ប៉ុន្តែដោយសារតែអត្តន័យរបស់វាណាក៏ស្តៀងទៅនឹងវិញ្ញាណដែលដកជីពីរាងកាយអីចឹងហើយអាចបន្តរស់បានណាចឹងហើយក៏សន្មតថានិយាយថាជារាងកាយវិញ្ញាណចឹងទៅដោយហេតុថាมันអាចទទួលបានចម្លើយពី Greyman ទៅហើយនេះក៏សម្រេចចិត្តក្នុងការសម្លាប់គេចោលតែម្ដងតែក៏បានសួរទៅកាន់តែមន្លប់ផ្សេងទៀតផងដែរថាមានអ្នកជំទាស់ដែរឬទេប៉ុន្តែគ្មានទេអ្នកនរគ្នាសួរហើយហ្នឹងលេងបញ្ជាក់សិទ្ធិណាបើសិនជាមានអ្នកជំទាស់គាត់នឹងសម្លាប់គេម្នាក់ហ្នឹងដែរអញ្ចឹងមានអាណាហ៊ានជំទាស់ទៅនៅពេលដែលគ្មានអាណាហ៊ានជំទាស់អញ្ចឹងទៅ Rim ក៏បានដើរចូលមកសន្សឹមធ្វើឲ្យខាង Greyman ក៏ពិតជាមានការភ័យស្លន់ស្លោបានត្រឹមតែសុំឲ្យ Rim ឈប់ទៅតែ Rim គាត់មានឈប់ណាស់ដែលដីនៅចំពោះមុខគេព្រមទាំងបានប្រាប់ថាការស្លាប់របស់ឯងគឺវាមិនងាយស្រួលទេទាន់ព្រលឹងរបស់ឯងនៅមិនទាន់រលាយបានឯងគួរតែសោកស្ដាយអំពីអ្វីដែលឯងបានធ្វើ Greyman សេចក្តីស្លាប់នៅចំពោះមុខបែបនេះគេមិននៅស្ងៀមនោះឡើយតែគេក៏បានប្រឹងរើបំរាស់ស្រែកហៅការសេរីផងក៏ដូចជាពូតម៉ាំងហើយនឹងធាឲ្យជួយគេផងក៏ប៉ុន្តែវាគឺអាចទៅរួចនោះឡើយព្រោះថា skill ប្រចាំតកូលរបស់ Rim ក៏បានលេបជោគនឹងរាងកាយរបស់គេនឹងបាត់ទៅគេគឹមសុនគេក៏បានទះដៃអបប្រសាទទទួលស្គាល់ Rim ខ្លាយទៅជា Demon Lord ខណៈពេលដែល Demon Lord ផ្សេងទៀតក៏ដូចគ្នាផងដែរមាន Ramiri ក៏ដូចជា Miriam អីហ្នឹងតែ Leon គេខ្វល់នោះឡើយថានរណាខ្លាយជា Demon Lord ក៏គេខ្វល់នោះដែរ
ចំណែកឯ Roy Valentine គេបានប្រាប់ឲ្យថាគេនឹងមិនសុខចិត្តឡើយដែលឲ្យ Slime level ទាបនឹងខ្លាយទៅជាបន្លត់តែក៏ត្រូវបានសម្លុតដោយ Veldera ដែលគេនឹងគឺបានមើងងាយមិត្តភ័ក្តិរបស់គេក៏ដូចជា Bulu មិត្តភ័ក្តិរបស់គេណាមេរសុនាងគួរតែបង្រៀនកូនចៅរបស់នាងឲ្យមានសុជីវធម៌ជាងនេះបន្តិចទៅឬមួយក៏ចង់ឲ្យខ្ញុំបង្រៀនគេឲ្យនាងទៅគ្រីមរូបភ្នាក់ផ្អើលខ្លាំងតែចាំអត់បែរនឹងធ្វើអីវាទៅចំណែកឯចៃដែល Veldera គឺបានហៅថាមេរសុនឹងក៏បានបដិសេធថានាងនឹងគឺគ្រាន់តែជាអ្នកបម្រើរបស់ Roy Valentine តែប៉ុណ្ណោះ Veldera ក៏បានឆ្ងល់ហើយតែមេរៀមក៏បានប្រាប់តែកាន់គេថា Valentine ក៏បានលាក់អត្តសញ្ញាណដោយបន្លំខ្លួនខ្លាយទៅជាអ្នកបម្រើចូលទៅខ្សឹបយ៉ាងលឺថាដូច្នេះហើយប្រហែលមិនគួរនិយាយបែបហ្នឹងទេនាងឯងហ្នឹងគឺមិនជាអ្នកនិយាយទេលេងមនុស្សគាត់កាំងខ្លាំងមែនទេណាឡើយហ្នឹងឃើញថាអត្តកម្បាំងគឺមិនត្រូវបានបែកគ្នានោះទេតែដល់ពេលចឹងទៅក៏បានធ្វើឲ្យចៃរបស់យើងហ្នឹងគឺថាមានកំហឹងខ្លាំងមែនទេមីលីមក៏បានដឹងពីចំហាយមួយហ្នឹងណានាងក៏បានភ្ញាក់ខ្លួនឡើងវិញហើយក៏ធ្វើរឹកពីបែបតែកណៈថាអត់ដឹងខ្យល់ធ្វើអត់មានច្បាក់អីអាណាមេរៀនកាលបើមិនអាចលាក់ខ្លួនបានទៀតទៅហើយនាងក៏បានដើរចូលមកណាព្រមទាំងបាននិយាយទាំងខឹងទៅថាតើលោកឯងហ្នឹងក៏បានភ្លេចឈ្មោះខ្ញុំហើយមែនទេបើរ៉ាគេសង្ស័យប្រៃមិនជាមេរសុអញ្ចឹងមានតែស្មីតគណៈពេលដែលមេរៀនគឺបានលួចហោះចេញនៅស្ងប់ស្ងាត់តែម្ដងចៃរបស់យើងក៏បានត្រឹមតែនិយាយថាលោកឯងនេះគឺពិតជាប្រកែកខ្លាំងក្នុងការដែលធ្វើឲ្យខ្ញុំខឹងឬហើយក៏បានប្រែទៅជារាងកាយពិតរបស់នាងព្រមទាំងបាននិយាយទាំងខឹងទៅថាមិនចាំបាច់ទីទៀតនោះទេឯងអាចហៅខ្ញុំថា Valentine បន្ទាប់មកនាងក៏បានប្រាប់ឲ្យ Roy Valentine ដែលជាកូនចៅរបស់នាងហ្នឹងទៅការពារទីក្រុងវិញទៅដោយសារតែនាងបានឃើញការសម្លឹងមើលរបស់ Greyman ហ្នឹងទៅលើគេណាច្បាស់ណាស់វាប្រកាសជាមានរឿងអ្វីមួយដែលមិនប្រក្រតីអញ្ចឹងហើយនាងក៏បានប្រើឲ្យគេដើម្បីទៅពង្រឹងសុវត្ថិភាពបន្ថែមនៅទីក្រុងរបស់នាងហ្នឹងបន្ទាប់មកពួកគេក៏បាននិយាយគ្នាអំពី Demonការ Siren ដែល Greyman គេបានលើកឡើងពួកគេជឿថាគេម្នាក់នោះគឺជា Deadman ដែលអាចមានរាងកាយវិញ្ញាណមួយទៀតណារាល់ពេលដែលគេបានស្លាប់អញ្ចឹងទៅគេប្រកាសជាមានរាងកាយវិញ្ញាណមួយទៀតហើយនឹងអាចរករាងកាយថ្មីដើម្បីរស់ឡើងវិញបានក៏ប៉ុន្តែពួកគេឆ្ងល់ផងដែរថាហេតុអ្វីបានជាគេអាចមានរាងកាយថ្មីលឿនបែបនេះអញ្ចឹងគេក៏សង្ស័យហើយថាប្រកាសជាមានអ្នកដែលជួយគេនៅពីក្រោយខ្នងជីមិនខាននោះឡើយក៏ប៉ុន្តែពួកគេក៏មិនដឹងថាគេម្នាក់នោះគឺជានរណាដោយសារតែ Greyman គឺមិនបានបញ្ចេញព័ត៌មានអ្វីសូម្បីតែបន្តិចអញ្ចឹងគេក៏បានបញ្ចប់រឿងនឹងត្រឹមតែប៉ុណ្ណឹងបន្ទាប់មកពួកគេក៏បានប្រជុំគ្នាអង្គុយផឹកគឺថាដោយសារតែបញ្ហាគឺវាបានកំចាត់រួចអស់ទៅហើយអញ្ចឹងហើយពួកគេក៏បានប្រជុំគ្នាអង្គុយផឹកបន្ទាប់មកគេ Crimson ក៏បានសួរទៅកាន់ Demon ទាំងអស់គ្នាថាមាននរណាចង់និយាយអត់បន្ទាប់មក Frey ក៏បានលើកដៃដោយនាងក៏មានសំណូមពរចង់ខ្លាយទៅជាអ្នកបម្រើរបស់ Miriam ដែលលើកឡើងថានាងគឺពិតជាខ្សោយក្រោយពេលដែលបានមើលការប្រយុទ្ធរបស់ Greyman ក៏ដូចជា Rimuru នៅមុននេះណាគេមានការភ្ញាក់ផ្អើល Miriam ក៏ដូចជា Demon ផ្សេងទៀតអ្នកខ្លះក៏បានលើកឡើងថានាងគឺពិតជាប្រកាយខាងល្បឿនណានាងក៏បានបកស្រាយប្រាប់ទៅវិញថាបើទោះបីជានាងខ្លាំងខាងល្បឿនក៏ដោយក៏ប៉ុន្តែនាងអាចប្រយុទ្ធបានត្រឹមតែនៅលើមេឃទេហើយចំណែក Carrion ដោយសារតែគាត់បានចាញ់នៅក្រោមដៃរបស់ Miriam អញ្ចឹងគាត់ក៏បានសុំខ្លាយទៅជាអ្នកបម្រើ Miriam ដូចគ្នាបើទោះបីជា Miriam ខំប្រកាយក៏ដោយហើយចំពោះតំណែងរបស់គាត់ដែលជាស្ដេចនៃនគរបូសាត់អីហ្នឹងគឺនៅតែដដែលនៅទេគ្រាន់ថាគាត់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Miriam ណាដោយសារតែពួកគេទាំងពីរនាក់បានសម្រេចចិត្តបែបហ្នឹងទៅហើយអញ្ចឹងក៏មានន័យថាពួកគេគឺលែងខ្លាចទៅជា Demon Lord ទៀតហើយតែពួកគេនៅតែពេញចិត្តចំពោះរឿងមួយហ្នឹងណាចំណែកឯ Miriam គឺខាគ្នាកាំងប្រោយឃើញពួកគេសុវ័យចិត្តប៉ុន្តែនាងគឺមិនសូវជាពេញចិត្តប្រមាណនោះទេហើយដោយសារតែ Demon Lord បច្ចុប្បន្នគឺមានតែ8នាក់អញ្ចឹងគេដើម្បីរក្សាភាពថ្លៃថ្នូរគេត្រូវតែបង្កើតឈ្មោះថ្មីមួយដាក់ឲ្យក្រុមទាំង8នាក់ហ្នឹងណា Demon Lord ទាំងអស់ក៏បានយល់ស្របដោយបានដាក់ទូនីតិមួយនេះឲ្យទៅកាន់ Rimuru ជាអ្នកដាក់ឈ្មោះឲ្យណាដោយសារតែគាត់គឺជាអ្នកបង្ករឿងហេតុហ្នឹងឡើងម្យ៉ាងវិញទៀតគាត់ទៅតែខ្លាចទៅជា Demon Lord ថ្មីថ្មោងអញ្ចឹងហើយខាង Gay Crimson ក៏បានផ្ដល់ឲ្យសិទ្ធិអំណាចមួយដល់កាន់ Rimuru ណាដើម្បីឲ្យគាត់ជាអ្នកដាក់ឈ្មោះផ្ទាល់តែម្ដងប៉ុន្តែ Rimuru ក៏បានបដិសេធការបើដូច្នេះ Gay Crimson ក៏បានលេងធေါ်កដៅបដៅខ្សឹបផងអីផងហ្នឹងគម្រាមដូចជាគម្រាមទៅកាន់ Rimuru អញ្ចឹងដោយសារតែគាត់រឹងខ្លួនខ្លាំងពេកអញ្ចឹងទៅគាត់ក៏បានសម្រេចចិត្តថាអូខេអញ្ចឹងទៅមុនដំបូងគាត់ចង់ដាក់ឈ្មោះថា Demon Lord ទាំង8ប៉ុន្តែដោយសារតែវាមើលទៅដូចជាធម្មតាពេកអញ្ចឹងទៅគាត់ក៏អត់យកអាឈ្មោះហ្នឹងនោះឡើយបន្ទាប់មកគាត់បានងើយទៅលើមេឃហើយដែលបានឃើញថា Demon Lord មានចំនួន8ហើយវាដូចជាផ្កាយ8អញ្ចឹងហើយគាត់ក៏បានដាក់ឈ្មោះថាអុកតែ5ហើយច្បាស់ណាស់ Demon Lord ផ្សេងទៀតគឺមិនបានជំទាស់ជាមួយនឹងឈ្មោះនេះនោះទេមានអ្នកខ្លះក៏បានសរសើរថាវាពិតជាអស្ចារ្យវាពិតជាលយអីចឹងទៅរូបភាពនេះស្អីរឿងរបស់យើងក៏បានកាត់មកទីកន្លែងមួយទៀតនៅទីនោះគឺជា Rabarasu គេបានដើរបែបលក្ខណៈលោកហើយដូចជាលួចចូលក្នុងទឹកដីគេអញ្ចឹងហ
បានណាគេពិតជាលួចចូលទឹកក្នុងទឹកដីរបស់ Demonlord Valentine ណាអញ្ចឹងហើយគេបាននិយាយថាវាពិតជាសំណាងដែល Demonlord Valentine គឺមិននៅទីហ្នឹងដែលអនុញ្ញាតឲ្យគេហ្នឹងគឺអាចស្វែងរកអត្តសញ្ញាណរបស់អធិបរិសុទ្ធបានប៉ុន្តែក្នុងឡុងពេលដែលគេកំពុងតែដើរហ្នឹងក៏ស្រាប់តែគេបានជួបនឹងមនុស្សម្នាក់នៅពេលដែលមនុស្សម្នាក់ហ្នឹងបានចេញមុខមកគេមានការខ្ជិះបាក់ខ្លាំងមែនទែនដោយសារតែនោះគឺជាហេណាតាគេឆ្ងល់ខ្លាំងមែនទែនហើយដើម្បីបានជាហេណាតានៅទីនេះដែលគេបានគិតថាចង្វាយរបស់គេហ្នឹងគឺបានបញ្ឆោតនេះឲ្យចេញទៅក្រៅទៅហើយក៏ប៉ុន្តែទោះជាណាក៏ដោយវាអត់មានពេលដែលត្រូវគិតច្រើននោះទេគេក៏បានបញ្ញាប់ចេញពីទីហ្នឹងយ៉ាងលឿនព្រោះអីគេដឹងយ៉ាងច្បាស់ហើយថាគេមិនអាចយកឈ្នះហេណាតាបាននោះទេអញ្ចឹងហើយគេក៏បានបញ្ញាប់ចេញទៅយ៉ាងលឿនណាបើនៅយូរទៀតវងងាប់តែនៅក្នុងអំឡុងពេលដែលគេកំពុងតែរត់ហ្នឹងក៏ស្រាប់តែគេបានមកជួបរយ Valentine ជាក់ស្ដែងទៅពួកគេទាំងពីរនាក់គឺបានជួបគ្នាម្ដងទៀតហើយរយ Valentine ក៏បានឌឺដងទៅកាន់រ៉ាបរ៉ាស៊ូប៉ុន្តែរ៉ាបរ៉ាស៊ូគេអត់បានខឹងអីនោះទេប៉ុន្តែនៅពេលដែលរយ Valentine ក៏បានលើកឡើងពីការស្លាប់របស់ Greyman ក៏ដូចជាបានសើចចុះអកទៅកាន់គេក៏បានធ្វើឲ្យរ៉ាបរ៉ាស៊ូគឺពិតជាមានកំហឹងខ្លាំងមែនទែនដោយគេនឹងក៏បានបើកការវាប្រហារទៅកាន់រយ Valentine ឃើញថាគេគឺមិនជាដៃគូរបស់រ៉ាបរ៉ាស៊ូនោះទេដែលត្រូវបានរ៉ាបរ៉ាស៊ូវាយផងទាត់ផងឡើងឲ្យយាយពីហ្នឹងលើកចុងក្រោយនេះក៏បានទាត់ឲ្យគេខ្ទប់ទៅនឹងដើមឈើធ្វើឲ្យគេនឹងគឺពិតជាមានកំហឹងដោយគេនឹងក៏បានបញ្ចេញនូវស៊ីតមួយដែលមានឈ្មោះថា Baladre ប៉ុន្តែគេបានរកឃើញថាវាមិនដំណើរការនោះទេនេះគឺដោយសារតែក្នុងឡុងពេលដែលគេប្រយុទ្ធគ្នានឹងគឺរ៉ាបរ៉ាស៊ូក៏បានដកយកបេះដូងរបស់គេចេញបាត់ទៅហើយបន្ទាប់មករ៉ាបរ៉ាស៊ូមិនចាំយូរនោះទេក៏បានច្រកបាច់បេះដូងហ្នឹងសម្រាប់រយ Valentine ស្លាប់បាត់ទៅការមិនដូចនេះគេក៏បានសើចចំពោះការជោគជ័យរបស់គេណាដែលមើលទៅគេពិតជាខ្លាំងប៉ុន្តែនៅពេលដែលគេបានគិតទៅដល់ Frutamang គេប្រកាសជាមិនពេញចិត្តនៅឡើយហើយចំណែកឯធានាងប្រកាសជាយំជាមិនខាននៅឡើយចំពោះការស្លាប់របស់ Greyman ប៉ុន្តែគេឆ្ងល់ថាហេតុអ្វីបានជាគេបែរជាសើចយ៉ាងសប្បាយចិត្តបែបនេះណាអញ្ចឹងអាការសប្បាយចិត្តសើចរបស់គេហ្នឹងក៏បានប្រែคล้ายទៅជាលក្ខណៈយំរយំអាហ្នឹងគេហៅសើចប្រែទៅជាយំចប់